ភាពតានតឹងបានឈានដល់កម្រិតថ្មីមួយទៀតនៅពេលដែលអ៊ុយក្រែនបានបើកប្រតិបត្តិការវាយប្រហារដោយដ្រូនរយៈពេលវែងយ៉ាងសន្ធោសន្ធៅនៅពេលយប់នាថ្ងៃទី29ខែកក្កដាឆ្នាំ2026នេះឆ្ពោះទៅកាន់រោងចក្រចម្រាញ់ប្រេងដ៏ធំសម្បើមចំនួន2របស់រុស្ស៊ីការវាយប្រហារនេះបានកើតឡើងគ្រាន់តែរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតី Volodymyr Zelensky បានបញ្ចប់កិច្ចចរចាដ៏សំខាន់ជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump នៅទីក្រុង Washington គោលដៅនៃការវាយប្រហារដ៏ជ្រៅនេះគឺរោងចក្រ Ryazan ដែលមានចម្ងាយប្រហែល400គីឡូម៉ែត្រពីព្រំដែននិងរោងចក្រ Lukoil ក្នុងតំបន់ Perm ដែលស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៊ីរហូតដល់ជាង1500គីឡូម៉ែត្រយោងតាមអង្គការស៊ើបការអ៊ុយក្រែនរោងចក្រទាំងពីរនេះមានសមត្ថភាពផលិតប្រេងរួមគ្នាប្រមាណ220លានបារ៉ែលក្នុងមួយឆ្នាំដែលជាខ្នងបង្អែកផ្នែកហិរញ្ញវត្ថុនិងឥន្ធនៈសម្រាប់យុទ្ធនាការសង្គ្រាមរបស់រុស្ស៊ីកិច្ចប្រតិបត្តិការកាលពីថ្ងៃទី29កក្កដានោះបានបង្កជាអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅនិងបានធ្វើឲ្យមនុស្ស6នាក់រងរបួសខណៈអភិបាលខេត្តហ្សាយ៉ានបានបញ្ជាក់ពីការខូចខាតនៅតាមទីតាំងឧស្សាហកម្មនិងការបង្ខំចិត្តជម្លៀសបុគ្គលិករបស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Vibery ចេញពីតំបន់នោះផងដែរទន្ទឹមនឹងនេះក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនចំនួន295គ្រឿងនៅពេលយប់ទូទាំងតំបន់ព្រំដែននិងតំបន់គ្រីមៀការវាយប្រហារនេះត្រូវបានកើតឡើងស្របពេលដែលលោក Zelensky កំពុងព្យាយាមធានាជំនួយយោធាអាមេរិកនិងជំរុញការផលិតអាវុធរួមគ្នាតាមរយៈជំនួបជាមួយលោក Trump ដែលក្រោយមកបានបង្ហោះសារថាជំនួបនោះល្អប្រសើរក្រៅពីសេតវិមានលោក Zelensky ក៏បានជួបសមាជិកសភាអាមេរិកជាង60រូបនិងក្រុមហ៊ុនការពារជាតិដូចជា Lockheed Martin ដើម្បីចរចារឿងផលិតប្រព័ន្ធការពារដែនអាកាស Patriot ក្នុងតំបន់ផងដែរតាមរយៈការបង្ហាញពីសមត្ថភាពដ្រូនដ៏ទំនើបនេះអ៊ុយក្រែនចង់បញ្ជាក់ដល់ទីក្រុង Washington ថាខ្លួនអាចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គ្រាមរុស្ស៊ីស្របពេលដែលលោក Zelensky បានសង្កត់ធ្ងន់ថារុស្ស៊ីត្រូវតែចំណាយតម្លៃកាន់តែខ្ពស់សម្រាប់សង្គ្រាមរបស់ខ្លួន